លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីអ៊ីស្រាអែលបំផ្លិចបំផ្លាញតំបន់បេតេកភណ្ឌនៅភាគខាងត្បូងលីបង់ទីក្រុងបេរូតសរសេរបុរាណក្នុងតំបន់ចុះបញ្ជីដោយអង្គការ UNESCO នៅទីក្រុងកំពង់ផែ Tyre ប្រទេសលីបង់បានរងការខូចខាតកន្លែងធម្មយាត្រាសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមនិងគ្រិស្តសាសនិកត្រូវបានបំផ្លាញនៅទីក្រុងភាគខាងត្បូងមួយទៀតខណៈអ៊ីស្រាអែលវាយប្រហារលើផ្សារតាំងពីសម័យមេអាមឡុកក្នុងទីក្រុង Nabatis ហើយកងទ័ពបានវាយកំទេចទីប្រជុំជនព្រំដែនលីបង់ដែលមានអាយុកាលរាប់ទសវត្សរ៍នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃច័ន្ទទី29ខែមិថុនាឆ្នាំ2026រដ្ឋមន្ត្រីក្រសួងវប្បធម៌លីបង់លោក Ghassan Salam បានឲ្យដឹងថាជិត4ខែនៃការប្រយុទ្ធតាមផ្លូវអាកាសនិងជើងគោកដែលកំណត់គោលដៅលើក្រុម Hezbollah គាំទ្រដោយអ៊ីរ៉ង់បានបង្កការខូចខាតឬបំផ្លិចបំផ្លាញតំបន់បេតេកភណ្ឌនៅទូទាំងភាគខាងត្បូងលីបង់ទោះបីជាមានបទឈប់បាញ់តាំងពីមួយសប្តាហ៍មុនមកអាជ្ញាធរមិនអាចចូលផ្ដិតយករូបភាពនៃការខូចខាតក្នុងតំបន់ប្រហែល10គីឡូម៉ែត្រនៃទឹកដីលីបង់ដែលអ៊ីស្រាអែលកំពុងកាន់កាប់បានទេតំបន់របស់លីបង់ដែលអ៊ីស្រាអែលកំពុងកាន់កាប់រួមមានប្រាសាទមជ្ឈិមសម័យ Beaufort ក៏ដូចជាភូមិអាយុកាលរាប់ទសវត្សរ៍ដែលជាជម្រកនៃអ្នកកាន់សាសនាគ្រិស្តនិងមូស្លីមទាំងពីរនិកាយនិងកន្លែងបូជារបស់ពួកគេសូម្បីតែទីក្រុងបុរាណនៅក្រៅតំបន់កាន់កាប់ដោយអ៊ីស្រាអែលបានរងការវាយប្រហារតាមផ្លូវអាកាសរួមទាំងទីក្រុង Tyre និងទីក្រុង Nabatis ផងដែរតាមលោកសាឡាមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើទីក្រុង Tebnin ជំរុញឲ្យមានការភ័យខ្លាចថាបន្ទាយ Krasnodar ក៏អាចនឹងរងការខូចខាតផងដែរឆ្លើយតបនឹងសំណើសូមអត្ថាធិប្បាយពី Reuters យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនគ្មានបំណងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេហើយការវាយប្រហារគឺសំដៅទៅលើតែគោលដៅយោធាក្រុម Hezbollah ប៉ុណ្ណោះជាមួយការគិតគូរអំពីសុវត្ថិភាពជនស៊ីវិលព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ